បងប្អូនវោចិន្តាស្វានេះមិនមែនទៅដោះពតទេគឺខ្ញុំទុកអញ្ចឹងទុកឲ្យល្អមើលឲ្យមានធម្មជាតិពតជុំវិញបងប្អូននេះមិនមែនជាសំណង់បុរាណអីទេណាបងប្អូនគឺជាបន្ទប់ទឹកសាលារៀនយើងសង់ចិត្តហើយនៅខ្វះឥដ្ឋការ៉ូហើយនឹងដំបូលចានបង្គន់ទ្វារអីយើងមានហើយអស់ហើយបិទឥដ្ឋការ៉ូហើយនឹងប្រក់ដំបូលមកគឺយើងអាចប្រើបានហើយអញ្ចឹងសូមបងប្អូនចូលរួមម្នាក់បន្តិចទៅដើម្បីបង្ហើយបន្ទប់ទឹករបស់យើងឲ្យក្មេងៗបានប្រើពីដំបូងលោកពូនៅកាណាដាគាត់ផ្ដល់ជូន$700សម្រាប់សាងសង់បន្ទប់ទឹកហ្នឹងយើងសាងសង់បានប៉ុណ្ណឹងហើយលុយកាលហ្នឹងនៅសល់ជាង100ដែរប៉ុន្តែដោយសារតែពេលហ្នឹងក្មេងៗត្រូវទៅប្រឡងគំនូរនៅខេត្តបាត់ដំបងអញ្ចឹងទៅខ្ញុំក៏យកលុយទៅចាក់សាំងឡានហើយនឹងទិញអាហារឲ្យក្មេងញ៉ាំ2-3ថ្ងៃហ្នឹងដល់ពេលបន្តមកទៀតតម្រូវការកាន់តែកើនឡើងអញ្ចឹងទៅធ្វើឲ្យយើងត្រូវចំណាយផ្សេងច្រើនទៀតទៅបន្ទប់ទឹកហ្នឹងអត់ទាន់បានសាងសង់ហើយមកដល់សប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងសូមបងប្អូនចូលរួមម្នាក់បន្តិចទៅតាមលទ្ធភាពយើងខ្វះប្រហែលជា200ជាងគឺរួចរាល់ហើយអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែចូលរួមក្នុងសកម្មភាពសាលាសិល្បៈគំនូរជីវចលនិងភាពយន្តកន្លងមក